chẳng phát cái kia bà sân chỉ dân vậy mơ tới data phí cứ smile cái ôn ở lại đặt này phở bọc hòm nhưng phở bọc hòm này feeder dot phi on đại sao là feeder dân define មកតាំងពីម្សិលមិញហើយថាវា phi on បូកផាយលើ2ទៅឯងចឹង feeder គឺអានេះណា phi on បូកផាយលើ2ហើយដកឲ្យ phi on ដូចគ្នាចឹងយើងឃើញថា phi on với phi on សម្រួលគ្នាចោលចឹងនៅសល់អីគេអូននៅសល់តែផាយលើ2ទេចឹងណានៅសល់តែផាយលើ2ចឹងកាលណា feeder sorry អូនកាលណា delta phi ស្មើផាយលើ2កាលណាយើងយកធំដកទូទៅចឹងផាយលើ2អាហ្នឹងវាមានផាកែងគ្នាហើយផាយលើ2ហ្នឹង90ដឺក្រេបញ្ជាក់ថាវាកែងគ្នាហើយឃើញទេទ្រង់កែងគ្នាលុះត្រាតែវា90ដឺក្រេណាអូខេអញ្ចឹងបើសិនជាយើងហ៊ានពី vector មកយើងនិយាយថាម៉េចអូនករណីកែងគ្នាតម្លៃវាឲ្យដោយទ្រឹស្ដីបត់ Pythagore ត្រូវទេទ្រឹស្ដីបត់ Pythagore អញ្ចឹងយើងត្រូវដើរតាម Pythagore អញ្ចឹងមានថាបើសិនជាយើងចង់បូក vector 2ហ្នឹងយើងមិនត្រូវផ្គួបវាយើងលើក vector a អងយកមកដាក់នេះហើយយើងលើក vector a ដូចមកដាក់ខាងនេះអញ្ចឹងណារួចមកយើងផ្គុំបាន vector រួមមួយដែល vector រួមនេះគឺជា vector a អញ្ចឹងណាអូខេបងគូដាក់ color ទៅដាក់ពណ៌បៃតងទៅថាជា vector a អូខេហើយតម្លៃនៃ a របស់យើងគឺស្មើគេបើតាមទិសបត់ Pythagore a ក្រេស្មើ a 1ក្រេបូក a 2ក្រេបើសិនជាយើងទាញរក a គឺឬក្រេនៃ a 1បូក a 2ទៅជាក្រេអញ្ចឹងណាអានេះគឺជារូបមន្ត a របស់យើងចាអានេះបើនិយាយទៅមើលតើអានេះជាត្រីកោណកែមកពីបងគួរអត់សូវស្អាតអានេះជាត្រីកោណកែឃើញអានេះមិន vector a អងជ្រុងវាមិន a អងឃើញអានេះគេអូនអានេះវាមិនដូចអានេះដូចគ្នាហើយអាពីរហ្នឹងវាមិនដូចគ្នាចាហ្នឹងជាអីអូនអាហ្នឹងជា vector a ដឺឃើញចាប្រវែងនេះមិន a ដឺអញ្ចឹង a គឺស្មើ a អងការ៉េបូក a ដឺការ៉េណាអូខេទិសបត់ Pythagore ទីតាំងទី9មកហើយអាហ្នឹងក៏ប៉ុន្តែអ្វីដែលណៃត្រូវចាំគឺផាសដើមនិយាយទៅផាសដើមពិបាកផាសដើមរូបមន្តពិបាកចាំហើយស្រួលចាំជាងគេមានតែនេះទេចាពីនឹងផាសដើមវេទនាចាំណាក៏ប៉ុន្តែបើសិនជាអូនឯងយល់អូនឯងមិនចាំទេធ្វើសំណង Fresnel ឲ្យចេញធ្វើចេញហ្នឹងតោះអញ្ចឹងឥឡូវបងតាំងមើលរូបធននិមិត្តហ្នឹងមើលឲ្យយល់ណាអូនណាមើលរូបធននិមិត្តហ្នឹងឲ្យយល់ណាកុំបើកន្លែងនេះកន្លែងពលលោកអូនឯងមើល Victor បើសិនជាបងតាំងមុំនេះពីនេះមកដល់នេះមុំពណ៌បៃតងបងនេះបងតាំងវាដោយ phi 0បងតាំងនឹងមុំ phi 0 phi 0នឹងអត់ដល់អាដេកទេណាអត់ដល់អាដេកទេណាតែមុំពណ៌បៃតងហ្នឹងឯងបងតាំងវាដោយ phi 0អូខេបងអាចខ phi 0បានតាមរូបមន្តត្រីកោណមាត្រតាមត្រីកោណមាត្របងអាចខ phi 0បានហៅមិនតង់សង phi 0ចឹងបើសិនជាយើងចង់រកតង់សងស្មើអីអូនតង់សងនៃមុំមួយគឺស្មើជ្រុងឈរចែកឲ្យជ្រុងជាប់ហើយជ្រុងឈរគឺជ្រុងឈរមុំនេះជ្រុងនេះតែវាឈរមុំនេះអញ្ចឹងជ្រុងហ្នឹងគឺអីគេអូនអាដឺទៅឯងជ្រុងជាប់របស់យើងនេះ vector នេះតែជា vector a អងអូខេអញ្ចឹងបើសិនជាយើងចង់ទាញរក phi 0ហ្នឹងយើងបុកពាក់ចម្រាស់តង់សងអាហ្នឹងប្រើកាសចូលបានចម្រាស់តង់សងមានតែប្រមាណចម្រាស់ឯងតង់សងនៃអាណនមិនអាណនទេអាហ្នឹងដូច undefined ចឹងដែលมันអាចកំណត់បានណាអាហ្នឹងគឺផាយលើ2បើសិនជាអាហ្នឹងតង់សងនៃនេះហ្នឹង undefined ហ្នឹងតង់សងនៃរឹស3ជាងផាយលើ3តង់សងនៃ1ជាងផាយលើ4តង់សងនៃអឺរឹស3លើ3ស្មើផាយលើ6ហើយតង់សងនៃ0ស្មើ0ហើយអានេះគឺអូនឯងក៏ត្រូវចេះដែរណាបើអូនឯងធ្វើតង់សងមកចេញអានោះទៅឈប់ចាំតិចអូន
ហើយងាកមកវិញចឹងអឺអានេះបើសិនជាណៃចង់ទាញរកតង់សងផាយលើ2មិនចេញមួយត្រូវឯងតង់សងផាយលើ2បើចង់ពាក់តង់សងចម្រាស់នៃមួយវាចេញផាយលើ2វិញឯងអាហ្នឹងវាមិនខុសអីពីអីគេវាមិនខុសគ្នាពីតែកូន0ស្មើមួយហើយចង់ពាក់លិនមួយចេញ0វិញអនុគមតង់សងមានអនុគមតង់សងចម្រាស់និងតង់សងដកមួយហ្នឹងជាអនុគមចម្រាស់នេះហ្នឹងដូចអង្គទេក្រាមាន derivative ចម្រាស់វាអូខេអញ្ចឹងងាកមកវិញយើងស្គាល់ phi 0ហើយណាយើងស្គាល់តែមុំពណ៌បៃតងហ្នឹងឯងក៏ប៉ុន្តែ phi phi ដែលជាមុំពី a ហ្នឹងមកដល់ a ដេកណាជាមុំពី a មកដល់ a ដេកមុំពណ៌សហ្នឹង phi ហ្នឹងណាបើសិនជាមើលតាមរូបថូនីមាត្រហ្នឹងគឺស្មើគេអូន phi 0បូក phi អងត្រូវទេត្រូវអត់អូន phi ស្មើ phi 0បូក phi អងចឹងណាមើលស្រួលបួនណាកន្លែងហ្នឹង phi ស្មើ phi 0បូក phi អងតែករណីនេះអនុវត្តបានចំពោះតអីនៅពេលដែល phi អងនៅខាងក្រោមនេះណានៅពេលដែល phi អងមានតម្លៃតូចជាង feeder អញ្ចឹងកាលណា phi អងមានតម្លៃតូចជាង feeder អា phi អងវានៅនេះអា feeder វានៅខាងនេះឃើញទេអញ្ចឹងបានយើងអាចអនុវត្តបានក៏ប៉ុន្តែបើសិនជា feeder វាតូចជាង phi អងណា feeder វាមិននៅនេះ phi អងវាមិននៅនេះវិញអញ្ចឹងជាហេតុដែលយើងយករូបមន្ត phi 0បូក feeder វិញបើសិនជាបើ space តូចពេកអូនអានេះបើសេបជះបាត់បើ phi អងតូចជាង feeder ហើយ phi យើងស្មើ phi 0បូក feeder បើ feeder តូចជាង phi អងអញ្ចឹងបើ feeder តូចជាង phi អងអា feeder វាមិននៅនេះអា phi អងនេះអាជាមុំធំនេះ phi អងនេះអញ្ចឹងវាចម្រាស់វិញអញ្ចឹងវាត្រូវ phi 0បូក feeder អញ្ចឹងណាបើសិនជា feeder វាទូជាងអញ្ចឹងអានេះវា a ដឺអានេះវា a អងអញ្ចឹងណាក៏ប៉ុន្តែបើសិនជា phi អងវាតូចជាងអា phi អងវានៅនេះពេលយើងសង់សំណង់ Fresnel មកអញ្ចឹងណាអូខេអាហ្នឹងវាស៊ីសងលើណៃនេះទេអញ្ចឹងឥឡូវចាំសាកទាំងអស់គ្នាឥឡូវចាំសាកទាំងអស់គ្នាជួបក្នុងលំហាត់មួយរៀងហ្នឹង6 sin 20ផាយតេបូក0ឬក៏មិនបាច់បូកអីទាំងអស់ដាក់តែប៉ុណ្្នឹងឯង y ស្មើ3 sin 20ផាយតេបូកផាយលើ2អញ្ចឹងបើសិនជាយើងយកអា2អង2ដក2អងវាចេញផាយលើ2អញ្ចឹងមានន័យថាវាកែងផាសកែងគ្នាទៅអញ្ចឹងបើសិនជាយើងចង់រក a ឲ្យតាមទិសបត់ Pythagoras a អងការ៉េបូក a ដឺការ៉េអញ្ចឹងបើសិនយើងធ្វើទៅចេញ6ការ៉េបូក3ការ៉េត្រូវទេអូន6ការ៉េ36 3ការ៉េ9តែបូកទៅចេញ45មិននិយាយទៅវាអត់មាន3ឬ5ត្រូវទេអូនត្រូវទេ3ឬ5បាច់ដាក់ឬ45អញ្ចឹងក៏បានដែរមិនបាច់បែកក៏បានដែរអានេះដោយសារបងគិតលឿនអានេះវា9គុណ5ណាហើយ9ចេញក្រៅឬបានអញ្ចឹងណាសល់5អូខេហើយបើសិនយើងចង់រក phi យើងធ្វើម៉េចអញ្ចឹងកន្លែងហ្នឹងប្រយ័ត្នណាដំបូងរក phi 0សិនតង់សង phi 0ស្មើ a ដឺចែកឲ្យនឹង a អងត្រូវទេ a ដឺយើងអីចេះអូន3 a អងយើង6អញ្ចឹង1លើ2បងដាក់លំហាត់នេះល្អពេកអូនលេខចាតដាច់អូនរកតង់សងអត់ឃើញហ្នឹងអញ្ចឹងតង់សងដក1នៃ1លើ2អាហ្នឹងអត់មានទេតើណៃប្រើកាសចូលតែពេលប្រឡងបាក់ឌុបបើសិនឬក៏ឆោមីបើសិនជាគេនេះគេដាក់លេខឲ្យចេញរួចហើយបើអត់ចេញរួចហ្នឹងមានន័យថាអឺអ្នកចេញនិយាយសារហ្នឹងគេអត់ចេះចេញទេអញ្ចឹងណាអូខេអានេះបងប្រើកាសចូលណាបងចុចកាសចូលទៅចេញ0.46 3ហើយຂະຫນາດវាគឺជារ៉ាត់យ៉ង់ទុកអញ្ចឹងទៅ0.463បើសិនជាណៃចង់បែកសរសេរទៅជាទម្រង់ផាយហ្នឹងគេធ្វើម៉េចអូនអាហ្នឹងគេសរសេរវាជាដឺក្រេ
ចឹងអាប្រព័ន្ធហ្នឹងវា26.57 degree បើសិនជាគេចង់សរសេរជាទម្រង់ផាយយើងដឹងថា1 degree ស្មើផាយលើ180 degree no ឈប់អូនម៉ែនេះអឺបើសិនជាយើងមិន1 degree ទេមួយសុតហ្មងណាមួយហ្នឹងគឺវាស្មើផាយរ៉ាត់ចង់គុណចែកឯហ្នឹង180 degree ចាពីរហ្នឹងគឺស្មើគ្នាចឹងមានន័យថាបើសិនជាយើងមាន26.57 degree ហ្នឹងបើសិនជាយើងចង់បែកជារ៉ាត់យ៉ង់យើងគ្រាន់តែគុណនឹងមួយហ្នឹងដែលមួយហ្នឹងយើងអាចបំលែងវាទៅជាផាយរ៉ាត់យ៉ង់ចែកឯហ្នឹង120 degree ចឹងណាអូខេចឹងអូនឯងធ្វើកាសចូលទៅគុំគិតអាផាយហ្នឹងយកអា26.57ហ្នឹងចែកឯហ្នឹង180ចឹងបើសិនជាចែកទៅចេញអឺ0.147ផាយហិតទុកចោលអញ្ចឹងទៅអាហ្នឹងឯងទម្រង់ផាយតែបើសិនជាអត់ចង់ធ្វើទម្រង់ផាយទេនេះតែបើម៉ែអត់ជឿទេយកអាផាយចុច13.14ហ្នឹងយកទៅគុណជាមួយប៉ុណ្្នឹងបើមិនចេញអានេះម៉ែណាអូនណាអានេះចំណេះដឹងនេះគឺចំណេះដឹងអឺពិសេសណាអានេះណាអូខេអញ្ចឹងយើងស្គាល់ phi zero ហើយសំខាន់យើងត្រូវ apply រូបមន្តពីរនេះថាតើវាចូលអាមួយណាវាចូលអានេះឬក៏វាចូលអានេះអាហ្នឹងរឿងសំខាន់អញ្ចឹងត្រូវពិនិត្យមើលអាមុំមួយណាតូចជាងគេវាទៅតាមអាហ្នឹងហើយអញ្ចឹងណាអានេះតូចជាងគេអញ្ចឹងវាទៅតាមអាហ្នឹងអញ្ចឹងដោយសារតែ2អងតូចជាង feeder ត្រូវទេផាយលើ3វាតូចជាង4ផាយលើ3ឯងអញ្ចឹង phi សរុបរបស់យើងគឺវាស្មើ phi 0ហ្នឹងបូកជាមួយនឹង phi អង phi 0យើងគឺ0.147ផាយបូក phi អងយើងនេះគឺផាយលើ3ត្រូវទេអូខេបូកចូលគ្នាបានអូនចាប់ផាយជាកតាមកយើងបាន0.147បូកឲ្យនឹង1លើ3ត្រូវទេអញ្ចឹងបូកទៅចេញ0.481ផាយអូខេអញ្ចឹងយើងរក phi ឃើញយើងរក a ឃើញអញ្ចឹង y របស់យើងគឺស្មើ a sin អូមេហ្គាតេដែល20ផាយតេហ្នឹងបូក phi អូខេអញ្ចឹងយើងស្គាល់ណាយើងស្គាល់ phi យើងស្គាល់ a យើងគ្រាន់តែដាក់ចូលមក3ឬ5 sin 20ផាយតេបូក0.41ផាយអញ្ចឹងបើសិនជាអត់ច្បាស់ទេមើលវីដេអូបងឡើងវិញបងអាប់ឡូតចូលទៅក្នុង YouTube ទេស្រួលមើលទេហើយមើលឡើងវិញទៅអូខេអញ្ចឹងជារួម summary ឡើងវិញបើសិនជាគេមានរលក2ដែលមាន amplitude ខុសគ្នាគេត្រូវសិក្សាករណីមើលវាសិនគេត្រូវបើអាចអូនឯងធ្វើផលដក delta 2ហ្នឹងទៅបើសិនជាវា0ណាវាស្របផាសគ្នាបើសិនជាវាស្មើផាយឬក៏ដកផាយអាហ្នឹងវាផាសផ្ទុយគ្នាឬក៏ផាសឈោមគ្នាហ្នឹងហើយបើសិនជាវាដកទៅចេញផាយលើ2អាហ្នឹងវាចេញករណីផាសកែងគ្នាអូខេផាសកែងគ្នាអញ្ចឹងមេរៀនអស់ហ្នឹង vector amplitude ដោយសារ a យើងតាមសំណង់ planar វាជា vector amplitude អញ្ចឹងយើងចង់រកទិសដៅរបស់វាយើងចង់រកតម្លៃឬក៏បំប្រវែងរបស់វាហ្នឹងគឺយើងត្រូវដើរតាមផលបូក vector ហ្នឹងឯងដោយសារអីលោក Fresnel គាត់ថាយើងអាចបកស្រាយអាហ្នឹងរលកជា vector amplitude អញ្ចឹងកាលណាយើងបូករលកវាដូចជាបូក vector អញ្ចឹងហើយយើងត្រូវយកករណី vector នីមួយៗយកមកនិយាយស្របផាស vector ស្របគ្នាមានទិសដៅដូចគ្នាករណីផ្ទុយផាស vector 2មានទិសដៅផ្ទុយគ្នាហើយ vector ផាសកែងគ្នា vector ទាំងពីរមានទិសដៅកែងគ្នាទេក៏ប៉ុន្តែមុំ phi គឺត្រូវតែកំណត់តាមសំណង់ Fresnel ជានិច្ចត្រូវតែកំណត់តាមសំណង់ planar ជានិច្ចអញ្ចឹងគឺ phi នេះឃើញរូបមន្តមួយដែលបងទាញនេះគឺទាញតាមរូបធននាមាទេទាញតាមសំណង់ planar ហ្នឹងយកមកនិយាយមិនមែនដាក់ឲ្យណែងចាំណាគឺទាញតាមហ្នឹងអញ្ចឹងប្រឡងផ្លិចទាញខ្លួនឯងប្រឡងផ្លិចទាញខ្លួនឯងអញ្ចឹងណាវាចម្លែកតានេះទេដោយសារអីវាពិបាករក
cứ có bàn tay ó côn từ can mê thầy cao miệng nâng tới để dân ai khó ấy ghế để dân ai khó à môn phi sầu được bán hay cái này dân họ phi sầu bán ừ để chuẩn bị áp bạn cái này dân họ à phi sầu được bán chân còn đạp bộ à Victor để tôi chân kế này anh ở khỏi ghê ní thế chân bà sân chia phi đơ tôi chân kế này dân bộ à khó nó phi đơ và phi on tôi chân kế dân bộ à khó nó phi on đáp anh này tỏ chân ngày nay dân lơ mong tiếc có bàn tay bong pin chặt năng lơ mong sừng khán ở tàu này chạm bàn ok chân dân và nâng tới sắmติดขออย่างยังจุดพนิติโอเคจัง